ស្ថានភាពនៅអាស៊ីប៊ូភីបានឈានដល់ចំណុចកណ្ដៅគគុកដែលត្រូវបានគេហៅថាវិបត្តិការទូតចិនជប៉ុន2025បងប្អូនជំលោះនេះបានផ្ទុះឡើងកាលពីថ្ងៃទី10ខែវិច្ឆិកាបន្ទាប់ពីលោកស្រី Takaichi Sanae នាយករដ្ឋមន្ត្រីជប៉ុនបានលើកឡើងថាជប៉ុនអាចនឹងលូកដៃក្នុងបញ្ហាតៃវ៉ាន់ប្រសិនបើមានការគំរាមកំហែងដល់សន្តិសុខរបស់ខ្លួនជាការឆ្លើយតបលោកស៊ូយៀនឯកអគ្គរដ្ឋទូតចិនប្រចាំជប៉ុនបានប្រើប្រាស់ពាក្យសម្ដីធ្ងន់ធ្ងរខ្លាំងដោយលោកបាននិយាយព្រមានថានឹងកាត់ក្បាលនាយករដ្ឋមន្ត្រីជប៉ុនដោយត្រូវបានរាយការណ៍ថាឈានដល់ការគំរាមកំហែងសុវត្ថិភាពថ្នាក់ដឹកនាំជប៉ុនទៀតផងស្ថានភាពបានប្រែពីសង្គ្រាមពាក្យសម្ដីទៅជាសកម្មភាពយោធាដោយជប៉ុនបានចាប់ផ្ដើមពង្រាយមីស៊ីលការពារនៅតំបន់កោះក្បែរតៃវ៉ាន់មកទល់ពេលនេះភាគីចិនទាមទារការសុំទោសជាដាច់ខាតខណៈជប៉ុនបានបដិសេធខណៈដែលសហរដ្ឋអាមេរិកអំពាវនាវឲ្យមានការដោះស្រាយដោយសន្តិវិធីអ្នកវិភាគចាត់ទុកថានេះជាវិបត្តិធ្ងន់ធ្ងរបំផុតរវាងមហាអំណាចទាំងពីរក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ